Hello សួស្តីអ្នកទាំងអស់គ្នាបាទជាតឡាប់ជុកនេះម្ដងទៀតជាមួយនៅរឿងកំណុំទិវតាថាសូននៅភាគ465បន្តទៀតពីមួយភាគទៅមួយភាគនេះខ្សែរឿងរបស់យើងគឺកាន់តែល្អមើលហើយទីគ្នាយើងពួកគេនឹងក៏បានមកដល់ច្រកចូលនៅឯរណ្ដៅអាទិទេពហើយក៏ជាកន្លែងដែលគ្រោះថ្នាក់បំផុតនៃដែនដីទេវតាហងម៉ងផងដែរដែលទីនោះពោពេញទៅដោយសត្វកាយសាហាវហើយនិងសត្វចម្លែកទេពដែលវាបានរស់រាប់រយឆ្នាំមកហើយទីនោះក៏ពេញទៅដោយវត្ថុទើបដ៏មានតម្លៃជាច្រើនទៀតប៉ុន្តែគាត់នឹងកំពុងតែត្រេកអរតែជាក់ស្ដែងឃើញថានាងកំពុងតែភ័យខ្លាចទៅវិញគាត់ថានេះគឺជាកន្លែងម្ដាសានាងមិនចូលចិត្តកន្លែងបែបនេះនោះទេតែពេលនោះក៏មានរំជួយនៃរលកសំឡេងយ៉ាងខ្លាំងនាងភ័យខ្លាំងណាស់តិចលោកបិសាចចេញមកទៅសត្វចម្លែកអាជីស្រ័យថាយ៉ាងប្រាប់ថាបើនាងភ័យខ្លាចនោះចូលមកក្នុងប្រាសាទមកតែនាងមិនព្រមនាងក៏បានយល់ថានាងចង់ធ្វើជាអាទិទេពដ៏រឹងមាំម្នាក់នាងចង់ដើរកំសាន្តនៅក្នុងដែនដីទេវតាហងម៉ងតែចាន់ដឹងថានាងខ្ជិលមិនចង់ហ្វឹកខានថាក៏បានបញ្ជាក់ទីថានេះគឺជាដែនដីរបស់អាទិទេពពួកគេនឹងចូលឲ្យកាន់តែជ្រៅในដែនដីសម្ងាត់ហើយសង្ឃឹមថាដោយអ្វីដែលយូស៊ូបាននិយាយថាសមាជិកនៃបកហងហងនៅចំនួនទី2ហើយនឹងបកម៉ានហងគឺនៅមានជីវិតនៅឡើយពលប្រកបក៏បានទៅមុននេះក៏បានទៅតាមក្រោយតែតាំងយ៉ាងប្រាប់ថាមកតាមផ្លូវនេះវិញពួកគេក៏បានហោះទៅចំហៀងពលប្រកបក៏បានរអ៊ូរទាំហេតុអីក៏ទៅតាមនេះវិញក្រែងមាននៅអតិទេពបិសាច2នាក់ដែលត្រូវគេវិបហាមែនទេយើងក៏លេចមកមើលផ្នែកខាងជ្រៅនៃព្រៃនោះវិញម្ដងក៏បានឃើញនៅអតិទេពបិសាច2រូបដែលម្នាក់ស្រីតូចនោះមិនដឹងថាជាកូនឬក៏អ្វីពិតប្រាកដនោះទេតែមានរាងកាយតូចខ្លាំងណាស់កំពុងតែយំទូរស័ព្ទដែលមិនអាចជួយសង្គ្រោះនៅសមាជិករបស់ខ្លួនខណៈពេលនោះដែរក៏អតិទេព3រូបទៀតក៏បានបង្ហាញខ្លួនពួកគេគឺជាមនុស្សដែលគោរពនៅទេវតាលិង្សៀវាគិតថាដំណើររបស់វាលើកនេះក៏បានស្វែងរកនៅអតិទេពបិសាចដល់ទៅ2រូបអញ្ចឹងអាចចាត់ទុកថាគឺជាសំណាងរបស់ពួកវាហើយសូម្បីតែសាកសពនៃអតិទេពបិសាចក៏អាចដោះដូរជាមួយនឹងរង្វាន់ជាច្រើនពីទីក្រុងទេវតាហងម៉ងផងដែរហើយកូនចៅរបស់វានឹងក៏និយាយទៀតថាពេលនោះគឺប្រកាសជាអាចជួយនៅគ្រួសារច័ន្ទរបស់ពួកវាអាចផ្លាស់ប្ដូរនៅទីលំនៅទៅកាន់ទីក្រុងទេវតាហងម៉ងមិនខាននោះទេពួកគេនឹងចាប់ផ្ដើមមានមុខមានមាត់ហើយគ្រួសារច័ន្ទរបស់ពួកគេនឹងទៅបានលើកដង្កើងហើយមិនប្រកាសនោះទេអ្នកប្រុសទី3អាចក្លាយទៅជាអ្នកស្នងតំណែងបន្តទៀតនៃគ្រួសារច័ន្ទផងដែរវាក៏ពេញចិត្តនឹងការកោតសរសើរនៃកូនចៅរបស់វាទាំងពីរហើយវាមិនភ្លេចគុណអ្នកទាំងពីរនោះទេវានឹងផ្ដល់នូវចំណែកខ្លះឲ្យពួកវាផងដែរវាក៏បានអរគុណអតិថិបិសាចដែលនៅរស់នោះក៏បាននិយាយទៅកាន់ពួកវាទៀតថាពេលនោះពួកវាធ្លាប់គ្រប់នៅអតិថិបទេវតាហងម៉ងធ្លាប់ប្រឆាំងជាមួយនឹងបិសាចមកពីទឹកដីខាងក្រៅលះបង់នៅសមាជិកជាច្រើនអ្នកដើម្បីការពារនៅដែនដីទេវតាហងម៉ងក៏ប៉ុន្តែក្រោយពេលដែលទេវតាហងម៉ងបានស្លាប់បាត់បង់ជីវិតពួកមនុស្សទាំងអស់នោះគឺគ្មានធម្មតានោះទេបែរជាកັບសម្លាប់ពួកគេទៅវិញពួកឯងពិតជាខូចខើខ្លាំងណាស់ពួកឯងគ្មានមនសិការជាមនុស្សនោះទេវាក៏បានឌឺដងឲ្យនាងបានបំរើនៅទេវតាហងម៉ងសំទៅងាប់បែបហ្នឹងបញ្ជីកូនចៅរបស់ខ្លួនឲ្យសម្លាប់នាងចោលដើម្បីយកសារសពទៅដោះដូរជាមួយនឹងរង្វាន់ណាពេលនោះក៏ឋានចិត្តក៏បានមកដល់លំមកពួកវាឈប់អ្នកទាំង6ក៏បានប្រជុំមុខដាក់គ្នាវាក៏បានឌឺដងគ្រាន់តែជាសម័យសង្អាតដែនដីអតិទេពមនុស្សល្វែលមួយតែប៉ុណ្ណោះមិនចង់រៀបរៀងយើងផងថ្ងៃនេះយើងអារម្មណ៍ល្អយើងទុកជីវិតឲ្យពួកឯងឆាប់ចេញទៅថាចឹងក៏និយាយទៀតថាអតិទេពបិសាចគឺជារបស់ដែលមានតម្លៃហើយកម្រខ្លាំងណាស់ពួកយើងអាចចាក់ចេញទៅដោយរបៀបណាទៅកូនចៅរបស់វាក៏និយាយទៀតថាឯងមរងងាប់ហើយអញ្ចឹងនោះថាយ៉ាងប្រាប់ថាគាត់ចេះនៅវិជាគុណស្វែងរកនៅព្រលឹងអបិនោះចាប់អារម្មណ៍ជាខ្លាំងថាចានអាចពិនិត្យនៅព្រលឹងនៃអតិទេពបិសាចដើម្បីស្វែងរកអំពីការលាក់ខ្លួននៃបកអតិទេពបិសាចបានហើយចង់ទៅការដាក់លក្ខខណ្ឌជាមួយនឹងអ្នកប្រុសទី3នៅគ្រួសារច័ន្ទតែវាគិតថាតាមល្វែលរបស់ឋានច័ន្ទវាមិនជឿនោះទេពលប្រកបក៏និយាយទៀតថាពួកឯងគ្រាន់តែជិះទៅដល់ដែនដីអតិទេពដីល្វែល5ឯងគិតថាពួកយើងមិនមានសមត្ថភាពពិតប្រាកដមែនទេអញ្ចឹងឯងសាកទៅពួកឯងប្រកាសជាងាប់មិនខាននោះឡើយអបិចាន់គិតថាពលប្រកបពិតជាសម្ដីធ្លោពិតមែនអញ្ចឹងយើងទុកឱកាសឲ្យឯងទៅចោះឯងទៅស្វែងរកអំពីទីតាំងនៃអតិទេពបិសាចទាំងអស់ឲ្យយើងហើយយើងនឹងផ្ដល់រង្វាន់ខ្លះឲ្យឯងក៏ប៉ុន្តែបើសិនជារកឲ្យមិនឃើញមានតែពាក្យចុងក្រោយគឺមរណៈតែប៉ុណ្ណោះថាអញ្ចឹងក៏បានអរគុណនេះក៏បានលៀនដាដូចពួកវាមិនទេពួកគេរលូកដែរទៅចាប់នៅទីទេពបិសាចស្រីតែនេះមិនព្រមនោះទេនេះគិតថាពួកមនុស្សនេះខុសខ្លាំងណាស់នេះមិនឲ្យពួកគេជោគជ័យនោះឡើយបន្ទាប់មកក៏បានរើបំរាហើយឡើងលើការដើម្បីបំទុះខ្លួនឯងស្លាប់កំតិចនៅព្រលឹងខ្លួនឯងដើម្បីពួកគេកុំឲ្យពួកគេនឹងស្វែងរកនៅទីតាំងរបស់ពួកគេបន្ទាប់មកឋានយានបញ្ញាបញ្ចេញនៅខែលមួយគុំខាំងនាងថែមទាំងបានជួសជុលនៅរបួសលើរាងកាយថែមទៀតផងនាងសឹងតែមិនជឿនោះទេអញ្ចឹងពេលនេះទោះបីជានាងព្យាយាមចង់ចាក់ចេញពីខែលនោះក៏អត់ប្រយោជន៍នោះដែរឋានយានគឺមានចេតនាចង់ជួយសង្គ្រោះនាងតែគាត់មិនបានទាន់ប្រាប់ការពិតឲ្យនាងដឹងខ្លាចអា3ក្បាលនោះមានការសង្ស័យឋានយានក៏នឹងចិត្តជាថានាងរងទុក្ខច្រើនណាស់ទៅហើយនៅពេលនោះក៏ឮសំឡេងសើចពីចម្ងាយអបិម្នាក់ក៏បានបង្ហាញខ្លួនមានផ្លិតនៅក្នុងដៃ
ដែលតាមពិតទៅវាតាមឃ្លាំមើលពួកគេយូរណាស់មកហើយរងចាំអាការល្អអាការក៏បានមកដល់កូនចៅរបស់វា4រូបទៀតក៏បានបង្ហាញខ្លួនពួកគេមានការប្រៀបប្រងខ្លាំងណាស់ដោយសារតែមនុស្សកាន់តែច្រើនឡើងកូនចៅរបស់វាម្នាក់នោះរៀងបែកមិនដឹងនោះទេវាគិតថាសម្រស់របស់ម្នាក់នោះស្រស់ស្អាតខ្លាំងណាស់អញ្ចឹងទៅបានជាខ្ញុំម្ដងញាក់ភ្នែកឆ្វេងម្ដងញាក់ភ្នែកស្ដាំអញ្ចឹងទៅក៏ត្រូវមេរបស់វាទាត់ប្រមាណជើងក៏និយាយថាអាល្ងងអើយឯងបើកភ្នែកមើលទៅនេះគឺជាអាទិទេពបិសាចមិនក៏ឯងនិយាយថាស្អាតទៅនេះបែបនេះទៅវិញវាក៏និយាយម្ដងទៀតអូខ្ញុំនិយាយខុសអាទិទេពបិសាចនេះគឺសំខាន់សម្រាប់លោកម្ចាស់ខ្លាំងណាស់វាពេញចិត្តបន្តិចក៏ប៉ុន្តែវានៅតែវាយអបិនឹងដដែលវាគិតថាវាសំខាន់បែបនឹងហើយឯងទៅតែដឹងមែនទេនោះរបស់នោះគឺម្នាក់ស្រីដែលឈោក្បែរឋានយ៉ានោះបានស្អាតនាងផិតភ័យជាខ្លាំងវាក៏បានទៅនិយាយជាមួយនឹងមេរបស់វាម្ដងទៀតអញ្ចឹងឲ្យលោកម្ចាស់សម្រេចចិត្តទៅចោះវាហ៊ាននិយាយអីទៀតនោះទេតែមិននិយាយអីក៏ត្រូវមេរបស់វាវាយដែរនិយាយរួមធ្វើអីក៏ខុសវាជើងចំកដាលក្របភ្នែកឡើងស្នាមពេញមកអពេលនេះមកពីគ្រូសាជាងហ្វៃស៊ូហៅថាអ្នកប្រុសជាងក៏បានដែរអញ្ចឹងអបិច័ន្ទក៏ស្វាគមន៍ទៅកាន់អបិជាងកាន់ជួបគ្នាយូរណាស់មកហើយតែពួកនេះរៀងឌឺដងគ្នាបន្តិចអបិជាងរៀងមើលស្រាលអបិច័ន្ទបន្តិចព្រោះតែជាអ្នកប្រុសទី3នៃគ្រូសាច័ន្ទពួកយើងបានជួបគ្នាម្ដងទៀតហើយតែវាត្រូវការនៅអាទិទេពបិសាចគាត់ថា level របស់អបិច័ន្ទគឺមិនអាចយកឈ្នះខ្លួនអញ្ចឹងក៏ធ្វើអបិច័ន្ទនឹងខឹងជាខ្លាំងហេតុអីក៏គ្រូសាឯងអើតកតមនៅថ្នាក់នេះអំណាចនៃគ្រូសារបស់យើងគឺថ្នាក់ទី2នៅក្នុងដែនដីទេវតាហុងម៉ងពួកវាក៏ចាប់ផ្ដើមឆ្លោះប្រកែកគ្នាដើម្បីដណ្ដើមនៅអាទិទេពបិសាចអបិជាងគាត់ថាខ្លួនបានទុកមុខអបិច័ន្ទហើយអញ្ចឹងក៏បន្តវ៉ាជាមួយនឹងវាបើមិនឈ្នះប្រកាសជាស្លាប់បានខាននោះទេឋានច័ន្ទរងចាំអាការល្អដើម្បីរត់គេពីទីនេះបន្ទាប់មកក៏ធ្វើនិយាយទៀតថាអញ្ចឹងបើសិនជាគាត់អាចស្វែងរកនៅទីតាំងនៃអាទិទេពបិសាចតែខ្ញុំគួរតែប្រាប់អ្នកណាមុនអបិជាងគិតថាឯងមិនមែនមកពីគ្រូសាច័ន្ទអញ្ចឹងឯងគួរតែប្រាប់ជើងហើយបើសិនជាឯងដើរតាមយើងនោះយើងធានាអំពីសុវត្ថិភាពរបស់ឯងហើយមិនឲ្យឯងនឹងក្រងាប់នោះទេឋានច័ន្ទលួចញញឹមបន្តិចឋានច័ន្ទយល់លេសមួយដើម្បីពួកវាវាយគ្នាហើយមានអាការល្អដើម្បីរត់គេចតែម្ដងអបិច័ន្ទក៏មិនយល់ស្របនោះដែរក៏បានលើកដាវមួយដើម្បីគំរាមទៅកាន់អបិជាងហើយនៅអបិច័ន្ទក៏បានបញ្ជាកូនចាប់របស់ខ្លួននឹងឲ្យចូលទៅខាងមុខគណៈពេលពួកវាកំពុងតែប៉ះគ្នាឋានច័ន្ទក៏បានស្រោមនៅរាងកាយនៃសាកសពអាទិទេពបិសាចទាំងពីររូបចាក់ចេញពីទីនេះឋានច័ន្ទក៏បានស្រែកពីចម្ងាយទៀតថាបើសិនជាណាឈ្នះនោះគឺជាឧបករណ៍ដ៏ឆ្លាតវៃជាងគេហើយក៏ធ្វើឲ្យពួកវាទាំងពីរនាក់ខឹងជាខ្លាំងដែលមិនស្មានថាពួកវាចាញ់បោកឋានច័ន្ទនោះទេតែបានរត់គេចខ្លួនតែជាមួយពាក្យក្រោយឋានច័ន្ទមិនដឹងថារត់គេចបានដែរឬក៏អត់នោះទេអាចជាត្រូវវាឡោមព័ទ្ធសារជាថ្មីហើយសាច់រឿងបញ្ចើក៏ស្លែតែប៉ុណ្្នេះ